Nước nông này là ca prai cai bỏ bén á dương bạn đang ngày tha ca prai cai bỏ quạt năng miên là hô tờ đo pi liên chiêng alien ở nó còn tay này đã thọ mưa bén then thằng ó này thằng ó này bắt chuyện đang ngày tha alien môi nát đại khang trình kề bắt bọc cát đấy này thằng ó này cứ alien x đại dương thọ tại chỗ chúng mình alien cluster phủ có alien cluster phủ phượng và tay xem mẹ chúng mình alien x này ha cứ khang đách đại dương ai trip thiệp chúng mình alien xem ban vô mong alien ហ្នឹងគឺខ្លាំងរហូតដល់ចក្រវាឡជាច្រើនរាប់លានចក្រវាឡហ្នឹងគឺបានបញ្ចូលដៃគ្នាដើម្បីបង្កើតជាមួយនឹង code ឬក៏កន្លែងកាត់ក្តីមួយសម្រាប់ alien X ហ្នឹងឯងដែលនៅក្នុងអេពីសូតហ្នឹងដែរគឺ band របស់យើងហ្នឹងគឺវេទនាទៀតហើយគឺមានជាមួយនឹងខបាយជាច្រើនបានធ្លាក់មកកាន់ភពផែនដីរបស់យើងអញ្ចឹងហើយ band ជាមួយនឹងរុកហ្នឹងតាមផ្ដើមនំគ្នាបាញ់ការពារហើយបានមកសន្ទុះក្រោយមកពួកវាក៏បានដឹងថាមូលហេតុអីបានមានជាមួយនឹងខបាយជាច្រើនហ្នឹងតាមពិតទៅគឺមានជាមួយនឹង chip ឬក៏យានអវកាសមួយនៅលើភពផែនដីរបស់យើងហ្នឹងគឺធំខ្លាំងមែនតើអញ្ចឹងហើយពីរនាក់ហ្នឹងក៏បានសម្រេចចិត្តថាទៅមើលថាមានមូលហេតុអីបានគេបាញ់អាហ្នឹងហើយយានអវកាសហ្នឹងគឺមកពីកន្លែងណាដែរប៉ុន្តែដោយសារតែអត់ចង់ញ៉ៃញ៉ៃជាមួយនឹងក្រែមផាមេកពីរនាក់ហ្នឹងបានកុហកទៅកាន់ក្រែមផាមេកថាវាអត់មានរឿងអីធំដុំទេអញ្ចឹងហើយក្រែមផាមេកហ្នឹងក៏បាននៅធ្វើសម្លបកគាត់ទៅធម្មតាអញ្ចឹងទៅហើយក៏បាននិយាយទៅការរកថានិយាយកុហកក្រែមផាមេកប៉ុណ្ណឹងគឺវាអត់អីទេព្រោះ emission ធម្មតាប៉ុណ្ណឹងគឺងាយស្រួលក្នុងការដោះស្រាយខ្លាំងមែនតើបន្ទាប់មកពីរនាក់ហ្នឹងក៏បានចូលស៊ើបអង្កេតជាមួយនឹងយានអវកាសមួយហ្នឹងដែរដែលឃើញថាមានប្រហោងនៅកន្លែងហ្នឹងស្រាប់តែពួកហ្នឹងអត់ដឹងថាមានរឿងអីកើតឡើងទេតែនៅពេលដែលចូលទៅដល់ក្នុងយានអវកាសមួយហ្នឹងស្រាប់ឃើញជាមួយនឹង alien ពីរនាក់ហ្នឹងគឺពួក Video Brother អ្នកទាំងអស់គ្នាបានជាមួយនឹងរុកគឺសួរហេតុផលទៅកាន់ពីរនាក់ហ្នឹងប៉ុន្តែពីរនាក់ហ្នឹងគឺអត់ស្ដាប់ទេគឺយកភ្លើងមកដេញបាញ់បានជាមួយនឹងរុកយកហ្មងហើយសម្រាប់អានេះលកាបបបែនវិញគឺប្រែកលាខុសជាមួយនឹង alien ទៀតធ្វើឲ្យបែនហ្នឹងវាយជាមួយនឹង Video Brother ហ្នឹងរៀងយូរដែរប៉ុន្តែដោយសារតែ alien អាង្កែបនេះគឺមាន IQ ខ្លាំងចឹងក្រោយក៏បានចាប់ជាមួយនឹង Video Brother ហ្នឹងហើយក៏បានសួរថាពីរនាក់ហ្នឹងចង់បានអីតើហេតុអីបានពីរនាក់ហ្នឹងមកជាមួយនឹងយានអវកាសហ្នឹងទៀតពីរនាក់ហ្នឹងអត់ព្រមឆ្លើយប៉ុន្តែរុករបស់យើងហ្នឹងនៅតែបារម្ភដោយសារតែពីរនាក់ហ្នឹងតែងតែបករឿងញ៉ៃញ៉ៃខ្លាំងរហូតហ្មងតាំងពីដើមរហូតដល់ចុងរឿងទោះបីខំពមៀនពីរនាក់ហ្នឹងថាដាក់ជាមួយនឹងគុក No Void អីក៏ដោយក៏ពីរនាក់ហ្នឹងអត់ខ្វល់ដែរចឹងនិយាយចឹងដោយសារពីរនាក់ហ្នឹងមានម៉ែមួយដែលខ្លាំងចឹងណាអាចជួយពួកហ្នឹងចេញពីគុក No Void បានទៀតអញ្ចឹងដោយសារតែពីរនាក់អត់ព្រមឆ្លើយអីទាំងអស់ Ben ក៏សម្រេចចិត្តថាយកយានអវកាសរបស់ខ្លួនហ្នឹងដើម្បីចាប់ពីរនាក់ហ្នឹងយកទៅដាក់គុក No Void មែនតើហ្នឹងឯងនៅពេលដែលចិត្តបានដឹកពីរនាក់ហ្នឹងដាក់ចូលជាមួយនឹងគុក No Void ហើយស្រាប់តែបានឃើញជាមួយនឹងមិត្តភ័ក្តិរបស់ Kevin គឺអាកដលមួយដែលមានឈ្មោះថា Elchit ហ្នឹងឯងហើយ Ben ឆ្ងល់អ្នកនរអគ្នាព្រោះអី Ben ដឹងថា Elchit ហ្នឹងមិនមែនជាមនុស្សល្អទេហើយមួយទៀត Elchit ហ្នឹងចូលចិត្តលក់ជាមួយនឹងរបស់ណាដែលវាប្រៀបថា illegal ឬក៏របស់ខុសច្បាប់ហ្នឹងតែឲ្យពួក alien ច្រើនខ្លាំងមែនតើហើយ Elchit ហ្នឹងគឺបាននិយាយបន្លំជាមួយនឹង Ben ហើយរុកហ្នឹងថាគាត់ហ្នឹងគ្រាន់តែមកមើលជាមួយនឹងយានអវកាសនេះទេដោយសារយានអវកាសហ្នឹងត្រូវបានគេបោះបង់ចោលអញ្ចឹងទៅប៉ុន្តែនៅពេលដែលកំពុងតែនិយាយគ្នានឹងដែរស្រាប់តែជួបជាមួយនឹង Emperor Incoran របស់យើងហ្នឹងគឺមកទៀតហើយដែលអ្នកនរអគ្នាដឹងហើយថាជាឪពុករបស់អាធាតាដែលប្រហែលអេពីសូតមុនហ្នឹងគឺអ្នកនរគ្នាបានដឹងហើយថាខ្លួននិយាយថាខ្លួននឹងអត់មក invade ឬក៏មកនិយាយញ៉ៃជាមួយនឹងភពផែនដីទៀតទេប៉ុន្តែម្ដងហ្នឹងគឺមកហើយមានជាមួយនឹងអាវុធជាច្រើនទៀតចឹងគ្រាន់តែឃើញចឹងគឺយើងដឹងហើយថា L7 ហ្នឹងកំពុងតែលាក់ជាមួយនឹងរឿងអីមួយយ៉ាងទៅកាន់ band ជាមួយនឹងរុកហើយហើយមួយទៀតដែរដោយសារតែពួក Video Brother ហ្នឹងនៅនឹងទៀតអញ្ចឹង band របស់យើងអត់ដឹងធ្វើម៉េចទេក៏បានចាប់ពួកហ្នឹងយកទឹកដាក់ជាមួយនឹងជាងកុំឲ្យពួកហ្នឹងចេញទៅណាជាពិសេស L7 ហ្នឹងហ្មងដោយសារតែបកាច់ហ្នឹងគឺល្បិចច្រើនខ្លាំងមែនតើហើយក៏បានវាយជាមួយនឹងកងទ័ព Inversion ហ្នឹងគឺច្រើនខ្លាំងហើយយើងក៏អត់ដឹងថាមូលហេតុអីបានពួក Inversion ហ្នឹងមកកន្លែងហ្នឹងទេប៉ុន្តែនៅពេលដែលវាយពួកហ្នឹងហើយគឺបាត់ L7 របស់យើងឆឹងហ្មងហើយ Video Brother ហ្នឹងក៏បានរួចខ្លួនទៀតទោះបីជាអាតា Emperor ហ្នឹងគឺគាត់ខ្លាំងប្រពន្ធមែនប៉ុន្តែ band របស់យើងហ្នឹងគឺខ្លាំងជាងហើយក៏ភ្លើងប៉ុណ្ណឹង band របស់យើង handle ឬក៏ចាត់ការយ៉ាងស្រួលយកហ្មងហើយក៏បានប្រែកលាជាមួយនឹង alien មួយដែលមានឈ្មោះថា energy ហ្នឹងគឺធ្វើឲ្យកំភ្លើងរបស់ពួកហ្នឹងគឺឆេះខ្ទេចខ្ទីអស់ហើយទុកតែមួយទេគឺជាទុកជាមួយនឹងកំភ្លើងរបស់ពួកអា Emperor ហ្នឹងឯងហើយក៏បានឲ្យកំភ្លើងហ្នឹងទៅកាន់ A7 ដែលនិយាយថាឲ្យ A7 ហ្នឹងមើលពួកហ្នឹងឲ្យស្រួលព្រោះអីខ្លួនហ្នឹងចាប់ពួក Video Brother ហ្នឹងយកទៅដាក់ជាមួយនឹងគុក No Void ឯងប៉ុន្តែអ្នកនរគ្នាដឹងហើយថា L7 ហ្នឹងគឺធ្វើអីវាដែរបានសម្រេចទេអាមួយហ្នឹងវាឈួតឡប់បាយតែនិយាយជាមួយនឹងអាពួក Incursion ហ្នឹងហើយបាននិយាយជាមួយនឹងពួកហ្នឹងថាវាមានរបស់មួយដែលពួកហ្នឹងត្រូវការហើយឈ្មោះរបស់ហ្នឹងគឺមានឈ្មោះថា Annihilog ដែលជាអាវុធមួយដែលខ្លាំងជាងគេបង្អស់ក្នុងចំណោមអាវុធទាំងអស់នៅក្នុងភព Benten របស់យើងនឹងឯងហើយមែននេះបើតាមនិយាយរបស់ L7 នេះណាគឺគាត់បាននិយាយថារបស់ហ្នឹងគឺជារបស់ដែលទុកបន្សល់នៅ
ដោយពួក alien ម្យ៉ាងដែលបានផុតពូជអីហើយពួកហ្នឹងគឺបានប្រើជាមួយនឹងរបស់ទាំងអស់ហ្នឹងដើម្បីគ្រប់គ្រងម្ដង galaxy តែម្ដងប៉ុន្តែដោយសារតែពួកអាហ្នឹងគឺវាឆ្លើយខ្លាំងពេកអញ្ចឹងយើងដឹងហើយថាមាន hero ច្រើនមែនទែនដើម្បីចង់សម្លាប់ជាមួយនឹងពួកហ្នឹងហើយពួកហ្នឹងឥឡូវក៏បានផុតពូជបាត់ទៅ L7 វិញគឺបាននិយាយថាខ្លួននឹងលក់របស់ហ្នឹងទៅឲ្យ Emperor បើសិនជា Emperor ហ្នឹងបកគលឲ្យភពឲ្យគាត់មួយហើយមិនត្រឹមតែប៉ុណ្្នឹងឯងមានជាមួយនឹងស្រីកំដររហូតដល់រាប់រយនាក់អញ្ចឹងទៅគាត់នឹងព្រមលក់របស់ហ្នឹងឲ្យឯងប៉ុន្តែដោយសារតែអតីតចិត្តរបស់យើងហ្នឹងគឺបាន fail អញ្ចឹងហើយទើបធ្វើឲ្យអាប៉ែកហ្នឹងបាញ់ជាមួយនឹង ship របស់ Ben 10របស់យើងហើយឃើញថាមិនថា Ben L7 ជាមួយនឹង Widow Brother ជាមួយនឹងពួក Emperor ហ្នឹងទេគឺនាំគ្នាទៅដើមជាមួយនឹង Annihilok ហ្នឹងប៉ុន្តែដោយសារតែទៅដើមគ្នាហ្នឹងហើយទើបចុងក្រោយទើបធ្វើឲ្យ Annihilok ហ្នឹងវាបាន activate ឬក៏បានបើកចឹងអ្វីដែល Ben យើងបានធ្វើហ្នឹងគឺបានប្រែកាឡាជាមួយនឹង Alien X ហ្នឹងឯងដោយសារតែបើសិនជាអត់មានជាមួយនឹង Alien X ទេពិភពហ្នឹងនឹងខ្ទេចអស់ហើយអ្នកទាំងអស់គ្នាហើយអត់មានជាមួយនឹងណាគេអាចជួយជាមួយនឹង Galaxy ទាំងមូលនឹងបានទេហើយនេះក៏ជាមូលហេតុដែលគេនិយាយថា Alien X ហ្នឹងគឺជា Alien មួយដែលខ្លាំងជាងគេផងដែរដោយសារតែអ្នកទាំងអស់គ្នាឃើញហើយទោះបីជា Galaxy ទាំងមូលហ្នឹងត្រូវបានគេកំទេចចោលក៏ដោយក៏ Ben របស់យើងហ្នឹងអត់ទាន់ស្លាប់ដែរគឺនៅជាមួយនឹង form Alien X របស់គាត់ហ្នឹងដដែលហើយនៅក្នុង form ហ្នឹងគឺឆ្លោះគ្នាជាមួយនឹង2នាក់នេះខ្លាំងមែនទែនដោយសារតែធម្មពលហ្នឹងអាចប្រើបានលុះត្រាតែ3នាក់ហ្នឹងព្រមសម្រាប់ចិត្តថាប្រើធម្មពលហ្នឹងទាំងអស់គ្នាទៅប្រើបានបើសិនជាមានមួយណាក្នុងចំណោម3នាក់ហ្នឹងប្រកែកអញ្ចឹងធម្មពលទាំងអស់ហ្នឹងគឺវាអត់មានដំណើរការទេហើយ2នាក់ហ្នឹងក៏បានដឹងដូចគ្នាថាក៏គេមានច្បាប់ជាមួយនឹងការហាមឃាត់ក្នុងការប្រើធម្មពល Alien X ហ្នឹងដោយអត់មានសុំគេច្បាស់លាស់អញ្ចឹងបើសិនជាប្រើធម្មពលនឹងខុសពួកនឹងអាចជាប់ជាមួយនឹងគុកដែលគេដាក់ជាមួយនឹង Celestial Sapien ហ្នឹងឯងហើយបើអត់ដឹង Celestial Sapien ហ្នឹងគឺជាពពូជ Alien មួយគឺពូជ Alien X ហ្នឹងឯងដែលមានតែមួយគត់ក្នុងចំណោម Alien ទាំងអស់អ្នកនរគ្នាដឹងហើយ Celestial ហ្នឹងវាចង់លក្ខណៈថាបើសិនជាគិតជាមួយនឹង rank ស្ដាច់ហ្នឹងវាចូលលក្ខណៈលើសគេបង្អស់ហើយអញ្ចឹងមានន័យថាវាខ្លាំងជាងគេបង្អស់ក្នុងចំណោម Alien ទាំងអស់ប៉ុន្តែគុំច្រឡំគ្នាជាមួយនឹងពួក Celestial Dragon ណាពួកអាហ្នឹងពួកអត់កំណើតសុទ្ធទេយីមែនតែមើល One Piece អត់ខឹងជាមួយនឹង villain អីយីមែនអត់មានខឹងទួចអាក្រក់ណាខឹងតែពួកអបកាច់ចង់ផ្ទះម្នាក់2 3ភ្លៀងដូចម៉ែវាប៉ុន្តែអ្នកនរគ្នាត្រូវចាំថា universe ចាស់ដែលមានមនុស្សប្រមាណអ្នកហ្នឹងគឺស្លាប់ទាំងអស់ហើយណាអានេះគ្រាន់តែ universe ថ្មីដែល band របស់យើងអ្នកបង្កើតអីសំខាន់ហ្នឹង band របស់យើងបានជួយ universe ទាំងមូលហើយគឺអត់មានណាគេជឿថា band របស់យើងមានទាំង Alien X ហ្នឹងទៀតដោយសារតែ Alien X គឺ band អត់ងាយប្រែកាឡាសំបីតារុកក៏អត់ដែរឃើញ band របស់យើងប្រែកាឡាទៅជា Alien X ដែរហើយដែលខ្លួនខំនិយាយថាខ្លួនជួយសង្គ្រោះ Galaxy ទាំងមូលគឺអត់មានណាគេជឿមកបន្តិចហ្មងហើយ universe អាចាស់ហ្នឹងគឺអ្នកដែលនៅ universe ចាស់គឺស្លាប់ទាំងអស់អ្នកទាំងអស់គ្នាអត់មាននៅជីវិតតែអានេះជា universe ថ្មីដែល band របស់យើងបង្កើតឡើងទេប៉ុន្តែបង្កើតជាមួយនឹង Galaxy ថ្មីហ្នឹងគឺអត់បាន 100% អ្នកទាំងអស់គ្នាហើយនឹងហើយគឺជាមូលហេតុដែល Band របស់យើងហ្នឹងមានរូបរាងបែបនេះដូរទៅកាន់រូបរាងថ្មីបែបនេះវិញនិយាយទៅខ្ញុំរៀង sad ដែរដោយសារតែខ្ញុំស្រឡាញ់ជាមួយនឹង design របស់ Band របស់យើងដំបូងខ្លាំងជាង design ថ្មីនេះវាអត់សូវស្អាតដូចអាមុនទេប៉ុន្តែអ្នកទាំងអស់គ្នាទោះបីជាពួកនឹងអត់ជឿជាមួយនឹង Alien X ក៏ដោយនៅក្នុង episode ក្រោយហ្នឹងខ្ញុំនឹងប្រាប់ថា Alien X ហ្នឹងដោយសារតែ Band ប្រើធម្មពលហ្នឹងឯងទើបធ្វើឲ្យ Band របស់យើងហ្នឹងបានចូលតឡាការរបស់ពួក Alien Xចឹងកំថាឡើយ Alien ធម្មតាទោះបីជា Alien លក្ខណៈ God ក៏នៅមានជាមួយនឹងការកាត់ក្តីដែរហើយមួយទៀតគឺអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានមើលវីដេអូនេះដល់ចប់អ្នកទាំងអស់គ្នាហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រជាមួយនឹងវីដេអូរបស់ខ្ញុំមុននឹងឯងគឺវីដេអូ Ben 10 vs Goku ហ្នឹងឯងហើយក៏សូមទោសអ្នកទាំងអស់គ្នាដែរដែលគាត់ចង់ request ឲ្យខ្ញុំនឹងប្រៀបធៀបជាមួយនឹង Ben 10ហើយជាមួយនឹង One Punch Man ឬក៏ Saitama ហ្នឹងដោយសារតែខ្ញុំបានមើលជាមួយនឹង anime ហ្នឹងដែរប៉ុន្តែខ្ញុំអត់បានអាន manga ទេអញ្ចឹងបើខ្ញុំធ្វើវីដេអូទាំងអស់ហ្នឹងទៅវាអត់ ethical អញ្ចឹងខ្ញុំអាចនិយាយថាធ្វើវីដេអូហ្នឹងទៅរៀងខុសឆ្គងជាមួយនឹងអ្នកដែលគាត់ចូលចិត្តមើលជាមួយនឹង One Punch Man ឬក៏ Saitama ហ្នឹងឯងប៉ុន្តែខ្ញុំនឹងសាកអានជាមួយនឹង manga របស់គាត់បើសិនជាខ្ញុំបានជាមួយនឹង detail ខ្លះដើម្បីបង្កើតជាមួយនឹងវីដេអូខ្ញុំនឹងធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាហើយមួយទៀតអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តនឹងគាំទ្រជាមួយនឹងវីដេអូរៀបថាតួអង្គមួយប៉ះតួអង្គមួយនឹងតទៀតខ្ញុំប្រហែលជាធ្វើក្នុងការលាយជាមួយនឹងតួអង្គ anime ខ្លះឲ្យអ្នកទាំងអស់គ្នាមើលនិយាយទៅប៉ុន្តែគាត់ថាខ្ញុំធ្វើតែ anime ណាដែលខ្ញុំមើលហើយខ្ញុំដឹងច្បាស់ទេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រជាមួយនឹងវីដេអូនឹងដែរបើអ្នកទាំងអស់គ្នាចង់ support ជាមួយនឹង channel របស់ខ្ញុំអីអ្នកទាំងអស់គ្នាអាចជួយថវិការបស់ខ្ញុំនៅតាម ABA បានអ្នកទាំងអស់គ្នាហើយមួយទៀតតាមពិតទៅគឺខ្ញុំចូលចិត្តជាមួយនឹង anime ខ្លាំង
អញ្ចឹងបើអ្នកទាំងអស់គ្នាចង់ខ្ញុំនិយាយពី anime អីក៏ខ្ញុំអាចនិយាយបានដែរគ្រាន់ថាក្នុង channel នេះភាគច្រើនអ្នកនរគ្នាបានឃើញហើយថាខ្ញុំបង្កើតជាមួយនឹង content Ben 10អញ្ចឹងពេលដែលខ្ញុំ switch content ទៅអ្នកខ្លះទៅគឺគាត់សួររកជាមួយនឹង Ben 10ខ្លាំងពេកអញ្ចឹងហើយបាទខ្ញុំចេះតែធ្វើ Ben 10ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងទៅគ្រាន់ថាលាយខ្លះអញ្ចឹងទៅបើអ្នកដែលគាត់តាម TikTok ហ្នឹងបានគាត់ដឹងព្រោះអីក្នុង YouTube ហើយនិង TikTok របស់ខ្ញុំហ្នឹងគឺខុសគ្នារៀងច្រើនដែរដោយសារក្នុង TikTok ហ្នឹងគឺបង្កើតជាមួយនឹង content វ៉ាល់ចូលគ្នាច្រើនមិនថា game Mobile Legends ឬក៏អីគឺខ្ញុំធ្វើទាំងអស់បើនៅក្នុង YouTube វិញភាគច្រើនគឺខ្ញុំ focus ជាមួយនឹង Bad 10ជាមួយនឹងរឿងផ្សេងទេដែលដូចជា Invincible ដូចអីចឹងទៅបើ Invincible គឺខ្ញុំឃើញអ្នកគាត់នៅចាំមើលជាមួយនឹង season 2 ច្រើនហើយខ្ញុំកំពុងតែ edit ដែរអញ្ចឹងអរគុណអ្នកនរគ្នាមែនទែនដែលតាមគាំទ្រ Goodbye and good luck